បើសិនជាអ្នកអរគ្នាមានឯកសារច្រើនពេកច្រើនតពណ៌ហើយចង់ print សងខាងតោះយើងត្រូវពីរបៀប print ទាំងអស់គ្នាអូខេតោះអូខេពីខ្ញុំពូយ៉ាអ្នកនរគ្នាអាចចូលមកក្នុងពាក្យ file ហើយយកពាក្យ print បែបនេះឬមួយ control P យកតែម្ដងណាដើម្បីចូលមកកន្លែង print បាទនៅទីនេះគឺយើងអាចបាទ print លក្ខណៈសងខាងបានដោយអ្នកនរគ្នាយកពាក្យបាទ print on board slide នេះបាទហើយនៅកន្លែងនេះបាទគឺយើងអាចកំណត់បាទចំនួន page ដែលយើងចង់ print ណាឧទាហរណ៍ថាយើងបាទចង់ print តែមក page ទេបាទ1ទៅ2យើងអាចកំណត់កន្លែងហ្នឹងបានណាចំណុចសំខាន់មួយទៀតគឺយើងត្រូវដឹងពីម៉ាស៊ីន print យើងថាយើងអាច print សងខាងឬមួយក៏ print ម្ដងបានតែមួយខាងទេបើក្នុងករណីដែលម៉ាស៊ីន print របស់អ្នកទាំងអស់គ្នា print ម្ដងបានតែមួយខាងយើងមានវិធីសាស្ត្រមួយទៀតបាទដោយអ្នកទាំងអស់គ្នាចុចយកពាក្យបាទយកពី only print add page នេះបាទអញ្ចឹងកន្លែងនេះគឺមានន័យថាម៉ាស៊ីន print យើង print ម្ដងបានតែមួយខាងទេអញ្ចឹងវិធីសាស្ត្រនេះគឺយើង print សំដៅទៅលើ page ដែលមានលេខសេសវិញមានន័យថាលេខ1លេខ3លេខ5បាទលេខ7អីជាដើមអញ្ចឹងណាទាំងអស់គ្នាបាទអញ្ចឹងបន្ទាប់ពីយើង print លេខសេសហើយយើងចូលលេខគូម្ដងដែលយើងយកពាក្យបាទ only page ខាងក្រោមនេះ event page នេះចឹងមានន័យថា page នេះគឺយើងត្រឡប់กระดาษដាក់ចូលវិញម្ដងហើយយើង print លេខគូម្ដងមានន័យថាលេខ2លេខ4លេខ6លេខ8អីជាដើមអញ្ចឹងទាំងអស់គ្នាបាទអូខេអញ្ចឹងវិធីសាស្ត្រហ្នឹងយើងនឹងទទួលបានឯកសារ print ចេញមកមានស្លឹកសងខាងដូចគ្នាដែរណាអូខេអញ្ចឹងវីដេអូបន្ទាប់យើងនឹងរៀនពីរបៀបនៅក្នុងការ print នៅក្នុងកម្មវិធី PDF វិញម្ដងណាអូខេអរគុណ